ជំរាបសួរពុកម៉ែបងប្អូនវិលមកជួបជាមួយនឹងខ្ញុំទៀតហើយសាត់សេម៉ារនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយបងប្អូនឆាស្លាប់មាន់ជាមួយនឹងដំឡូងបារាំងបងប្អូននិយាយទៅដំឡូងបារាំងហ្នឹងយើងឆាហើយជាមួយនឹងសាច់មាន់វាត្រូវគ្នាបងប្អូនហើយឆ្ងាញ់ឥឡូវយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាបងប្អូនដំបូងខ្ញុំមានស្លាប់មាន់បងប្អូនកាប់ជា2នឹងចឹងមកហើយវះតិចទៅបងប្អូនបន្ទាប់មកខ្ញុំប្រឡាក់ជាមួយនឹងប្រេងខ្យងជាមួយនឹងម្សៅរ៉ូឌីហើយនឹងទឹកស៊ីអ៊ីវបន្តិចចឹងបងប្អូនហើយជាមួយនឹងម្សៅឆានឹងឲ្យច្រវល់ចូលគ្នាចឹងមកយើងប្រឡាក់ទុកប្រហែលជា15នាទីអីចឹងទៅបងប្អូនមានពេលយើងប្រឡាក់ទុកកន្លះម៉ោងអីចឹងទៅក៏បានហ្នឹងហើយបន្ទាប់មកប្រឡាក់ហើយខ្ញុំគ្របទុកខ្ញុំមកចិតបន្លែបងប្អូនបន្លែមានដំឡូងបារាំងមានជាមួយនឹងការ៉ុតអញ្ចឹងទៅយើងចិតឲ្យស្អាតមកបងប្អូនដំឡូងបារាំងខ្ញុំដាក់ចំនួន2បងប្អូនហើយការ៉ុតខ្ញុំដាក់1យើងចិតសបកឲ្យស្អាតចឹងមកយកទៅលាងទឹកហើយចាំចិតដុំតូចៗបងប្អូនឥឡូវដំឡូងបារាំងចិតរួចហើយបងប្អូនឥឡូវមកចិតការ៉ុតម្ដងការ៉ុតក៏ចិតតូចៗអញ្ចឹងដែរបងប្អូនចិតដូចគ្នាអញ្ចឹងមករួចហើយចិតរួចហើយខ្ញុំក៏មានខ្ញីមួយដុំតូចបងប្អូនយើងដាក់ខ្ញីបន្តិចមកចិតស្ដាងអញ្ចឹងមកបងប្អូនរួចក៏មានជាមួយនឹងស្លឹកខ្ទឹមហាន់មួយថ្នាំងដៃអញ្ចឹងមកយើងដាក់ឲ្យឈ្ងុយអញ្ចឹងរៀបស្លហើយយើងដាក់ឲ្យឈ្ងុយអញ្ចឹងបងប្អូនឥឡូវយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាបងប្អូនដំបូងខ្ញុំក៏ដាក់ខ្លាញ់បន្ទាប់មកខ្ញុំដាក់ជាមួយនឹងខ្ទឹមកសជាមួយនឹងខ្ញីដែលចិត្តអាមាញ់ហ្នឹងបងប្អូនកូរឲ្យឈ្ងុយសិនមកឥឡូវខ្ទឹមយើងឈ្ងុយហើយបងប្អូនក៏ដាក់ជាមួយនឹងសាច់មាន់ដែលយើងប្រឡាក់អាមាញ់ហ្នឹងបងប្អូនយកមកឆាឲ្យវាច្រវល់ចូលគ្នាអញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំក៏ដាក់ជាមួយនឹងការ៉ុតបងប្អូនការ៉ុតដែលយើងចិតមាញ់ហ្នឹងការ៉ុតនឹងជាមួយនឹងដំឡូងបារាំងដាក់ច្រវល់ចូលគ្នាអញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំឆាហើយខ្ញុំក៏ដាក់ជាមួយនឹងទឹកបងប្អូនដាក់ទឹកបន្តិចមកព្រោះអីខ្លាច់ខ្លោចបងប្អូនយើងត្រូវបង្ងាស់បន្តិចសិនព្រោះអីដំឡូងបារាំងជាមួយនឹងការ៉ុតជាមួយនឹងសាច់មាន់វារឹងដែរអញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្មៅបន្តិចមកបងប្អូនឲ្យវាមានពណ៌រឹងខ្មៅចឹងមកយើងកូរច្រវល់ចូលគ្នាចឹងបងប្អូនយើងគ្របទុកប្រហែលជា10នាទីឬមួយ15នាទីប៉ុណ្ណឹងមកវារឹងឆ្អិនហើយបងប្អូនបន្ទាប់មកខ្ញុំភ្លក់មានអារម្មណ៍ថារឿងសាបអញ្ចឹងបងប្អូនខ្ញុំក៏ដាក់ជាមួយនឹងប្រេងខ្យងមួយស្លាបព្រាបន្ទាប់មកខ្ញុំក៏ដាក់ជាមួយនឹងស្លឹកខ្ទឹមបងប្អូនប៉ុណ្ណឹងច្រវល់យកគ្នារួចរាល់ហើយបងប្អូនហ្នឹងហើយវីដេអូនឹងមានតែប៉ុណ្ណឹងទេបងប្អូនបើសិនជាចូលចិត្តកុំភ្លេច follow និង like ឲ្យមួយផងបងប្អូនអរគុណច្រើនជម្រាបលា